បាទជំរាបសួរថ្ងៃនេះវីដេអូសន្ទនារបស់យើងនិយាយអំពីអ្នកដែលគាត់ទៅរៀនបើកឡានថ្មីហើយគាត់ចង់ទិញឡានថ្មីប៉ុន្តែមិត្តភ័ក្តិរបស់គាត់ហ្នឹងចង់ឲ្យគាត់អនុវត្តឡានចាស់សិនហើយចាំទិញឡានថ្មីល្អតោះយើងទៅមើលការស្ដាប់ការសន្ទនាហើយនឹងបន្ទាប់មកគឺបកប្រែពាក្យ 차를 사려고 하는데 같이 가줄래? 무슨 차를 사려고 하는데? 이번에 새로 나온 스포츠카를 사고 싶어. 운전면허를 딴 지 얼마 안 됐으니까 새 차 말고 중고차를 사는 게 어때? 그래도 나는 새 차를 사고 싶어. 중고차로 연습하고 익숙해지면 새 차를 사는 게 좋을 것 같아. បាទបន្ទាប់ពីការសន្ទនាយើងទៅមើលការបកប្រែពាក្យនីមួយៗដែលមាននៅក្នុងការសន្ទនាមិញបាទឃ្លាដំបូងគេនេះដូចជាមិនឃើញមានពាក្យអីលំបាកទេភាគច្រើនគឺជាទម្រង់វេយ្យាករណ៍និងពាក្យស្រាលដែរបាទពាក្យដើមគេនេះគឺឆានេះប្រហែលជាមានអ្នកចេះច្រើនហើយដែលប្រែថាឡានបាទពាក្យបន្តទៀតគឺពាក្យសាដានេះប្រែថាទិញបន្ទាប់មកទៀតទម្រង់វេយ្យាករណ៍ដែលប្រើជាមួយនឹងកិរិយាសព្ទសាដានោះគឺអ៊ឺរកូហាដាពីប្រើជាមួយនឹងកិរិយាសព្ទបើសិនជាមានជើងយើងដាក់អ៊ឺរកូហើយបើសិនជាអត់ជើងទេយើងដាក់តារកូហាដាដែលប្រែថាមានបំណងធ្វើអ្វីមួយឧទាហរណ៍ជាមួយនឹងកិរិយាសព្ទមានជើងដូចជាពាក្យមកតាបើសិនជាមានបំណងញ៉ាំគឺមកគឺរកូហាដាពាក្យបន្ទាប់ទៀតគឺខាត់ឈីនេះមានថ្នាក់ពាក្យជាគុណកិរិយាសព្ទដែលយើងអាចប្រែបានថាជាមួយដូចជាពាក្យឧទាហរណ៍ដូចជារស់នៅជាមួយធ្វើការជាមួយឬក៏ទៅជាមួយជាដើមបាទពាក្យបន្ទាប់ទៀតគឺមានបូកជាមួយនឹងទម្រង់វេយ្យាករណ៍របស់យើងគឺកិរិយាសព្ទបំបែកហើយបំបែកទៅជាអាឬក៏អឬក៏យ៉ទៅតាមកិរិយាសព្ទនីមួយបូកជាមួយឈូតាដែលមានន័យថាសុំឲ្យពឹងពាក់គេធ្វើអ្វីមួយឲ្យយើងឧទាហរណ៍ដូចជាពាក្យសុំខ្ចី Pilio Chuta ពេលដែលយើងចង់ខ្ចីអីមួយយើងអាចនិយាយថាដូចឧទាហរណ៍ដូចជាសិភៅ Check Chum Pilio Chuseo ជុំកន្លែងនេះគឺគ្រាន់តែមានន័យថាបន្តិចណាសុំខ្ចីសិភៅបន្តិចមកឃ្លាបន្តទៀតនេះគឺអត់មានឃើញពាក្យអីលំបាកទេយើងបានរៀនហើយមិញខ្លះហើយអញ្ចឹងមានតែពាក្យមូស៊ឺនទេមូស៊ឺននេះប្រែថាអ្វីអញ្ចឹងពាក្យអ្វីនេះប្រើជាមួយបូកជាមួយនឹងនាមឧទាហរណ៍ដូចជាពាក្យមូស៊ឺនឆាឡានប្រភេទអ្វីយើងមកមើលឃ្លាបន្តទៀតដូចជាពាក្យអ៊ីប៉ុននេះប្រែថាលើកនេះប៉ុន្តែភាគយើងចាស់តែនិយាយថាលើកនឹងពាក្យបន្តទៀតគឺសេរ៉ូនេះប្រែថាថ្មីហើយប្រើជាមួយនឹងកិរិយាសព្ទដូចជាទិញថ្មីចេញថ្មីអីជាដើមពាក្យបន្តទៀតគឺពាក្យណាអូននេះកិរិយាសព្ទដើមរបស់វាគឺពាក្យមកពីពាក្យណាអូដាហើយដល់ពេលវាប្រើជាទម្រង់អតីតកាលទៅជាណាអូនណាដែលប្រែថាដែលបានចេញហើយពាក្យណាអូននេះយើងធ្លាប់ប្រើជាសាមញ្ញគឺចេញមកហើយដូចពេលយើងប្រើជាមួយនឹងបទចម្រៀងផលិតផលដូចជាទូរស័ព្ទឡានអីក៏ចេញដែរបានចេញថ្មីយើងមើលឧទាហរណ៍អញ្ចឹងឧទាហរណ៍របស់យើងអាចបំពេញដោយខ្លួនឯងមកបើសិនយើងចង់ទិញរបស់ដែលទិញចេញថ្មីលើកនឹងអីហ្នឹងយើងគ្រាន់តែបំពេញកន្លែងចន្លោះចុចមកមានទូរស័ព្ទមានឡានមានកុំព្យូទ័រអីមកពាក្យបន្ទាប់ទៀតនៅក្នុងឃ្លាសន្ទនារបស់យើងគឺអ៊ូនចុនមីយ៉នណដែលមានន័យថាបានបើកបរបាទពាក្យបន្តទៀតគឺពាក្យតាន់នេះគឺជាទម្រង់អតីតកាលរបស់កិរិយាសព្ទដើមតាដាដែលប្រែថាបេះឬក៏ទទួលបានឧទាហរណ៍ជាមួយនឹងពាក្យដែលមានន័យថាបេះយើងមើលឧទាហរណ៍ដូចជាពាក្យសាំងឈូរិលតាដាឬក៏តាយ៉ូដែលមានន័យថាបេះសាឡាត់ដែលជាពាក្យប្រើប្រាស់ច្រើននៅក្នុងការងារកសិកម្មឧទាហរណ៍ជាមួយនឹងអត្ថន័យទី2ដែលប្រែថាទទួលដូចជាអ៊ឺយសាឆាខ្ចុកជឹងងឹលតាដាដែលមានន័យថាទទួលសញ្ញាបត្រពេទ្យ
យើងមើលពាក្យផ្សេងទៀតគឺភាគច្រើនគឺជាទម្រង់វេយ្យាករណ៍ទេអញ្ចឹងយើងមើលបន្ទាត់ទី2តែម្ដងដូចជាពាក្យ សេនេះគេទម្រង់ដើមរបស់វាគឺសេរົບតាដែលប្រែថាថ្មីឡានថ្មីអីយើងអាចប្រើដែរសេឆាឬយើងប្រើមួយទៀតគឺសេរ៉ូអូនឆាប្រើបានទាំងពីរសេនេះគឺពាក្យកាត់ទេពាក្យបន្ទាប់ទៀតគឺពាក្យឈុងគោនេះប្រែថាមួយទឹកណាយើងដូចជាឧទាហរណ៍ខាងលើដូចជាឈុងគោឆាឡានមួយទឹកឬក៏យើងអាចប្រើជាមួយនឹងទូរស័ព្ទអីក៏បានដែរឈុងគោផូនឈុងគោកុំព្យូទ័រអីហ្នឹងទូរស័ព្ទឬក៏កុំព្យូទ័រមួយទឹកពាក្យបន្តទៀតនៅក្នុងឃ្លាសន្ទនារបស់យើងគឺខឺរ៉េតូនេះគឺកិរិយាសព្ទទម្រង់ដើមរបស់វាគឺខឺរ៉ថាដែលប្រែថាអញ្ចឹងហើយវាបូកជាមួយនឹងទម្រង់វេយ្យាករណ៍តោះយើងទៅមើលទម្រង់វេយ្យាករណ៍ទាំងអស់គ្នាទម្រង់វេយ្យាករណ៍របស់យើងគឺកិរិយាសព្ទឬក៏គុណនាមបំបែកទៅជាទម្រង់អាយ៉ាឬក៏យ៉បូកនឹងតូដែលមានន័យថាទោះបីជាក៏ដោយបើទោះបីជាកិរិយាសព្ទហ្នឹងក៏ដោយយើងមើលទីហោខាងក្រោមដូចជាពាក្យឈូវតូដែលមកពីពាក្យឈូបតាត្រជាក់ទៅជាទោះបីជាត្រជាក់ក៏ដោយឬក៏ពាក្យមួយទៀតដូចជាពាក្យហ៊ីមទូរតូទោះបីជាហត់ក៏ដោយអញ្ចឹងឃ្លាបន្ទាប់គឺជាពាក្យដដែលយើងឃើញតែមានពាក្យយ៉នស៊ឹបផាដាដែលយ៉នស៊ឹបនេះប្រែថាអនុវត្តពាក្យបន្តទៀតគឺពាក្យអ៊ីស៊ូខាដានេះប្រែថាស៊ំប្រើជាមួយនឹងអាកាសធាតុប្រែស៊ំឬក៏យើងអាចប្រើជាមួយនៅអត្ថន័យថាស្ទាត់ដូចជាក្នុងឧទាហរណ៍ខាងលើគឺស៊ំជាមួយនឹងឡានបានន័យថាយើងបើកបរឲ្យស៊ំស្ទាត់ជំនាញឃ្លាសន្ទនារបស់យើងគឺអ៊ីស៊ូខាដាហ្នឹងគឺបូកជាមួយនឹងទម្រង់វេយ្យាករណ៍អញ្ចឹងហើយបានជាទៅអ៊ីស៊ូខេឈីតាហើយបូកជាមួយមីញ៉ុនណាអ៊ីស៊ូខេឈីមីញ៉ុនដែលប្រែថាបើសិនជាទៅជាស្ទាត់ឬទៅជាជំនាញ